Okay ជំរាបសួរអ្នកគ្រូនិងសួស្តីទាំងអស់គ្នាហើយខ្ញុំសុភ័ក្រហើយខ្ញុំនឹងថ្ងៃហ្នឹងខ្ញុំនឹងធ្វើវីដេអូមួយដែលទាក់ទងទៅនឹងរបៀបនៃការបកប្រែពីភាសាអង់គ្លេសទៅជាភាសាខ្មែរអញ្ចឹងណាបាទអញ្ចឹងមុនពេលដែលយើងចាប់ផ្ដើមចូលទៅក្នុងវីដេអូបកប្រែហ្នឹងអ្នកគ្នាអាចមើលទៅលើ vocabulary គឺយើងហៅថាជាវាក្យស័ព្ទឬក៏ពាក្យពិបាកជាមុនសិនដែលនៅក្នុងនេះគឺមាន23 keyword ឬក៏23វាក្យស័ព្ទឬក៏ពាក្យពិបាកហ្នឹងបាទអូខេឥឡូវនេះយើងចូលទៅដល់page បន្ទាប់ដែលមានអត្ថបទដូចខាងក្រោមអញ្ចឹងដែលយើងគ្នាអាចមើលបានអញ្ចឹងណាបាទtitle ឬក៏ចំណងជើងហ្នឹងឈ្មោះថា King of Khmer Music ស៊ិនស៊ីសាមុតអញ្ចឹងយើងបកប្រែពីខាងក្រោយមកលោកស៊ុនស៊ីសាមុតអញ្ចឹងខ្ញុំសូមហៅគាត់ជាលោកតាស៊ុនស៊ីសាមុតលោកតាស៊ុនស៊ីសាមុតគឺជាស្ដេចចម្រៀងគឺស្ដេចតន្ត្រីអត់ទេយើងអាចបកប្រែថាគាត់គឺជាតារាចម្រៀងដ៏ល្បីក៏បានដែរអូខេអញ្ចឹងអូខេ Sisamot is known as the king of Khmer music អញ្ចឹងយើងអាចបកប្រែបានថាលោកតាស៊ុនស៊ីសាមុតត្រូវបានស្គាល់ថាគាត់គឺជាស្ដេចតន្ត្រីឬក៏ជាស្អីយើងអាចបកប្រែថាគាត់គឺជាអធិរាជសំឡេងមាសឬក៏អធិរាជតន្ត្រីអញ្ចឹងតែអូខេឥឡូវយើងចូលទៅដល់អត្ថបទរបស់យើងតែម្ដងSinsi Samot along with Rosira Sotia, Penron, Mao Zared, and other Cambodian musicians was a part of the vibrant pop music scenes in Phnom Penh that combine elements of traditional Khmer music with sound of rhythm and blues, rock and roll to create a Cambodian rock sound. អូខេឥឡូវយើងបកប្រែមួយៗណាលោកតាស៊ុនស៊ីសាមុតរួមជាមួយអ្នកស្រីរស់សធាអ្នកស្រីប៉ែនរ៉នលោកម៉ាសារ៉េតហើយនឹងតារាចម្រៀងផ្សេងទៀតពួកគាត់គឺជាតារាចម្រៀងដ៏ល្បីតារាចម្រៀងដែលពោពេញដោយទេពកោសល្យនិងរស់រវើកនៅក្នុងទីក្រុងភ្នំពេញដែលពួកគាត់នឹងបានរួមបញ្ចូលតន្ត្រីបានរួមបញ្ចូលធាតុផ្សំជាច្រើនជាមួយនឹងតន្ត្រីប្រពៃណីបុរាណដើម្បីធ្វើឲ្យមានសំឡេងពីរោះដែលធ្វើឲ្យចង្វាក់នឹងកាន់តែតាក់ទាញហើយដើម្បីឲ្យបង្កើតសំឡេងតន្ត្រីនឹងវា unique វាធ្វើឲ្យ special ណាអូខេបាទអូខេឥឡូវនេះយើងចូលដល់អត្ថបទបន្ទាប់យើងបកប្រែមួយណាបាទ before he disappear បានន័យថាមុនពេលដែលគាត់បានបាត់ខ្លួនហ្នឹង the singer songwriter Sun Si Samot was a regular on radio shows and in nightclubs throughout Cambodia and beyond អញ្ចឹងបានន័យថាមុនពេលដែលគាត់បាត់ខ្លួនហ្នឹងយើងបកពីក្រោយមុនមកលោកតាស៊ុនស៊ីសាមុតគឺជាតារាចម្រៀងគាត់ជាអ្នកនិពន្ធចម្រៀងដែរហើយគាត់តែងតែបង្ហាញខ្លួននៅដែលប៉ុស្តិ៍វិទ្យុនៃការចំណេះហ្នឹងយើងអត់សូវមានជារបស់ទំនើបអីដែលយើងមានតាក់ទងទៅនឹងតាមវិទ្យុអីចឹងទៅហើយនឹងគាត់ក៏បានចូលរួមនឹង night club បានន័យថាតន្ត្រីពេលយប់ដែលយើងមើលក្លឹបរាត្រីយើងហៅថាក្លឹបរាត្រីអញ្ចឹងណា throughout Cambodia and beyond បានន័យថាទាំងក្នុងប្រទេសកម្ពុជាហើយនិងខាងក្រៅផងដែរអញ្ចឹងណាបាទអញ្ចឹង fans admire his voice and lyric songs about love and the Cambodian countryside from more than 2 decades from 1950th century to the mid 1970th century អញ្ចឹងយើងបកប្រែពីខាងមុខមក fans ហ្នឹងបានន័យថាអ្នកគាំទ្រអ្នកគាំទ្រចឹងអ្នកគាំទ្ររបស់គាត់គឺពិតជាកោតសរសើរនៅសំឡេងដ៏ទន់ភ្លន់និងបទចម្រៀងដ៏រំដំអញ្ចឹងណាអំពីបទចម្រៀងហ្នឹងដែលបានរៀបរាប់ពីភេទជាស្នេហាហើយនឹងCambodia countryside ហ្នឹងមានន័យថា
ជាងអាចបកប្រែថាជីវិតនៅជនបទនឹងជីវិតនៅតាមជនបទនឹងហើយការច្រៀងចម្រៀងរបស់គាត់នឹងគឺវា they are too dedicated បានវាលើជាង20ឆ្នាំហ្នឹងគឺវាពេញនិយមមែនទេដែលភាពពេញនិយមហ្នឹងនៅក្នុងឆ្នាំ1950ដល់ឆ្នាំ1970ចឹងណាបាទអូខេចូលដល់បន្តទៀត early life Sun Sisamot the son of Sin Liang and Sia Bun Lee was born in the province of Stung Treng. The majority of sources give birth as in 1935. However, some also provided 1933 or 1932 or 1933 ហើយណាលោកតាស៊ុនស៊ីសមុតហ្នឹងគឺជាកូនប្រុសរបស់លោកស៊ីនលៀងនិងអ្នកស្រីសេងប៊ុនលីគាត់នឹងត្រូវបានគាត់នឹងគឺបានកើតនៅខេត្តស្ទឹងត្រែងអញ្ចឹងណាបាទហើយមានប្រភព the majority of source បានន័យជាប្រភពឬក៏ជាប្រភពឬក៏ពលមានបានបង្ហាញថាគាត់នឹងកើតនៅក្នុងឆ្នាំ1935តែទោះជា however តែទោះជាយ៉ាងណាក៏ដោយក៏មានឯកសារផ្សេងទៀតហ្នឹងគេបាននិយាយថាគាត់នឹងគឺកើតនៅឆ្នាំ1932ឬក៏ឆ្នាំ1933អីចឹងទៅអូខេនេះគឺជាអត្ថបទបន្ទាប់ music career បានន័យថាអាជីពជាតន្ត្រីអាជីពចឹងការងាររបស់គាត់គឺជាអ្នកចម្រៀងអីចឹងដែរបាទអញ្ចឹងSun Sisamot started giving live performances at the national radio station that had just been founded in Cambodia which boosted his fame ចឹងយើងបកប្រែមកលោកតាស៊ុនស៊ីសាមុតនោះគាត់បានចាប់ផ្ដើមអាជីពជាអ្នកតន្ត្រីហ្នឹងនៅទៅលើតាមប៉ុស្តិ៍វិទ្យុអន្តរជាតិអីចឹងប៉ុស្តិ៍វិទ្យុអន្តរជាតិហ្នឹងដែលយើងតែងប្រទះឃើញនៅក្នុងប្រទេសកម្ពុជាហើយវាក៏ជាពេលដែលមានការ post boosted បានន័យថាភាពពេញនិយមរបស់គាត់ហ្នឹងភាពល្បីរបស់គាត់ហ្នឹងគឺចាប់តាំងពីពេលហ្នឹងឯងមកបាទ The mother of former head of state Norodom Sihanouk, Queen Sisawat Kosama, became a British of Sisamot while he was performing with the official radio station of Cambodia. ហ្នឹងមានន័យថាម្ដាយរបស់យើងបកប្រែខាងមុខមកម្ដាយរបស់ព្រះបាទនរោត្តមសីហនុដែលជាប្រមុខរដ្ឋមន្ត្រីហើយដែលមានឈ្មោះថាជាម្ចាស់ក្សត្រយានីឈ្មោះថាស៊ីសវ័តកុសមៈគាត់បានខ្លាចជា fan របស់ស៊ុនស៊ីសមុទ្រដែរនៅពេលដែរហើយក៏បានឲ្យគាត់នឹងperform នៅសម្ដែងនៅកម្មវិធីវិទ្យុអន្តរជាតិប្រចាំប្រទេសកម្ពុជាហ្នឹងបាទ Okay, ចូលអត្ថបទបន្ទាប់in 1965 Sun Sisamot song ចំប៉ាបាត់ដំបងមានថានៅក្នុងឆ្នាំ1965បទចម្រៀងរបស់លោកតាស៊ុនស៊ីសមុទ្រនឹងឈ្មោះថាចំប៉ាបាត់ដំបង was played on Khmer Republic Television for the first time គឺបានដាក់បញ្ចាំងនៅលើទូរទស្សន៍សាធារណៈហ្នឹងជាលើកដំបូងគេហើយ signal the widespread popularity of the music he and his contemporaries made អន័យថាទូបទចម្រៀងដែលគាត់ចាក់នៅលើប៉ុស្តិ៍ទូរទស្សន៍សាធារណៈលើកដំបូងហ្នឹងគឺវានាំមកនៅភាពពេញនិយមគឺវានាំមកភាពពេញនិយមនៃតន្ត្រីដែលគាត់បានបង្កើតជាមួយទៅនឹងក្រុមការងាររបស់គាត់ហ្នឹងបាទ He also took the international trips
visiting Hong Kong India and other places ហើយគាត់នឹងក៏បានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសផ្សេងៗដែរឬក៏ឆាកនៅប្រទេសអន្តរជាតិអញ្ចឹងណាដូចជាគាត់ទៅបានទៅលេងហុងកុងទៅឥណ្ឌាគាត់បានទៅលេងប្រទេសផ្សេងៗទៀត the other places okay ចឹងតទៀត since he somewhat disappeared during the Khmer Rouge genocide that is despite a conflicting report from the numerous sources it is known as the exact what happened to him ចឹងតាស៊ីនស៊ីមុនគឺបានបាត់ខ្លួនកំឡុងពេលសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហមហើយដោយសារតែមានconflict report មានឯកសារផ្សេងៗបញ្ជាក់ថាមានឯកសារជាច្រើន numerous resources បានន័យថាដែលផ្ទុយគ្នាជាច្រើនអញ្ចឹងណាឯកសារដែលផ្ទុយគ្នាជាច្រើននឹងបាននិយាយថាពីមានឯកសារផ្ទុយគ្នាជាច្រើនដែលនិយាយអំពីការបាត់ខ្លួនរបស់លោកតាស៊ីនស៊ីសមុទ្រនឹង it is unknown exact what happened to him ប៉ុន្តែអត់មានអ្នកដឹងច្បាស់ថាហេតុអីបានបញ្ហាទាំងអស់ហ្នឹងធ្វើឲ្យលោកតាស៊ីនស៊ីសមុទ្រនឹងបាត់ខ្លួននោះទេអូខេអញ្ចឹងអូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេពីរបៀបនៃការបកប្រែហើយនឹងក្នុងណាបើសិនជាមានកំហុសខុសឆ្គងសូមគ្នាអធិស្ឋាន okay secure teachers and bye bye everyone